លោកបណ្ឌិតសាស្ត្រាចារ្យកេងវណ្ណស័ក្តិគឺជាអ្នកបង្កើតពុម្ពអក្សរខ្មែរសម្រាប់ប្រើក្នុងម៉ាស៊ីនអង្គុលីលេខនិងធ្លាប់បាននិពន្ធសៀវភៅស្រាវជ្រាវវប្បធម៌អក្សរសាស្ត្ររឿងល្ខោនកំណាព្យនិងរឿងខ្លីៗដ៏ល្បីល្បាញមួយរូបកាលពីទសវត្សរ៍ឆ្នាំ1950លោកបណ្ឌិតកេងវណ្ណស័ក្តិមានប្រវត្តិរូបប្រកបដោយភាពស្មុគស្មាញលោកបានប្រសូតនៅថ្ងៃសៅរ៍2កើតខែអាសត់ឆ្នាំឆ្លូវសព្វស័ក្តិពុទ្ធសករាជ2468ត្រូវនៅថ្ងៃទី19ខែកញ្ញាឆ្នាំ1925នៅថ្ងៃដែលទារុវណ្ណស័ក្តិប្រសូតនោះមានហេតុដ៏អស្ចារ្យមួយបានកើតឡើងដោយមានភាពងងឹតពេញផ្ទៃរាជវាំងបណ្ដាលដោយសូរគ្រាសគឺព្រះរាហូបាំងពន្លឺថ្ងៃពេញមួយថ្ងៃស្របនឹងព្រឹត្តិការណ៍នេះក៏មានភាពចលាចលកាប់សម្លាប់គ្នានៃក្រុមរាជវង្សក្នុងព្រះរាជវាំងបណ្ដាលឲ្យសមាជិករាជវង្សានុវង្សប្រមាណជា40ព្រះអង្គសោយទីវង្គតនៅថ្ងៃនោះបើយោងតាមអ្នកអង្គម្ចាស់ក្សត្រីអង្គឌួងនឹមសូហ្វីនឲ្យដឹងថាហោរារាជវាំងបានព្យាករណ៍ថាមានទារកចង្រៃកើតចំថ្ងៃនោះដែលត្រូវតែយកទៅប្រហារជីវិតឬបំបោះបង់ចោលនៅត្រង់ចំណុចនេះយើងខ្ញុំសូមបញ្ជាក់ថាគឺពុំមានឯកសារផ្លូវការណាមួយដែលបានបញ្ជាក់ឬបដិសេធនៅប្រវត្តិដែលបានផ្ដល់ដោយអ្នកអង្គម្ចាស់ក្សត្រីអង្គឌួងនឹមសូហ្វីនអំពីហេតុដ៏អស្ចារ្យនេះឡើយគួរជម្រាបថាលោកបណ្ឌិតកេងវណ្ណស័ក្តិមានមាតាឈ្មោះហោមជាអ្នកខេត្តពោធិ៍សាត់ជាប់ខ្សែស្រឡាយជាញាតិវង្សទៅនឹងអ្នកអង្គម្ចាស់ក្សត្រីមាលិកាព្រះមហេសីនៃព្រះអង្គម្ចាស់នរោត្តមយុគន្ធរនិងមានបិតាឈ្មោះកេងស៊ីផាន់ជាអ្នកខេត្តកំពង់ចាមកុមារកេងវណ្ណស័ក្តិមានវ័យចម្រើនធំធាត់នៅក្នុងភូមិកំពង់បឹងស្រុកកំពង់លែងនៃខេត្តកំពង់ឆ្នាំងប្រវត្តិដ៏ស្មុគស្មាញរបស់កុមារកេងវណ្ណស័ក្តិរាប់បញ្ចូលទាំងបិតាឈ្មោះកេងស៊ីផាន់ផងដែលលោកធ្លាប់មានប្រសាសន៍ប្រាប់មនុស្សទូទៅថាលោកកេងស៊ីផាន់នេះគឺជាមនុស្សដែលគេឧបកិច្ចទុកជាឪពុកដើម្បីជាកិច្ចចម្លងប៉ុណ្ណោះហើយឪពុកចម្លងរូបនេះតែងតែតាមព្យាបាទនិងធ្វើទុកបុកម្នេញលើរូបលោកតាំងពីកុមារភាពរហូតមករឿងរ៉ាវទាំងនេះបើទោះបីជាមិនទាន់មានការអធិប្បាយផ្សព្វផ្សាយជាសាធារណៈទូលំទូលាយក៏ដោយក៏បណ្ឌិតកេងវណ្ណស័ក្តិខ្លួនឯងបានសារភាពអំពីការដែលម្ដាយរបស់លោកគឺអ្នកមនាងហោមបានជ្រើសរើសយកការចាកចេញពីព្រះបរមរាជវាំងដើម្បីបន្តរស់នៅថែទាំកូនរហូតដល់ពេញរូបពេញរាងធំធាត់និងបន្តការសិក្សាហើយជាញឹកញាប់បណ្ឌិតកេងវណ្ណស័ក្តិបានប្រាប់គេឯងអំពីការដែលគាត់នៅតែដឹងគុណគ្មានថ្ងៃភ្លេចបាននៅមហាករណាធិគុណដ៏ធំធេងនៃមាតារបស់លោកដែលលោកនៅតែនឹកឃើញជាមួយពាក្យថ្លែងថាពេលខ្លះលោកបានទាំងយំខ្សឹបខ្សួលអស់ពេញមួយថ្ងៃពេលរំលឹកដល់សេចក្តីរបស់មាតាលោកដែលប្រកបដោយទឹកចិត្តមេត្តានោះទោះជាយ៉ាងណាក្តីក្នុងប្រវត្តិជីវិតលោកបណ្ឌិតកេងវណ្ណស័ក្តិតែងបានចូលប្រឡូកនឹងការប្រែប្រួលរបស់ប្រទេសជាតិសឹងតែគ្រប់ចលនាដោយរួមទាំងចលនានយោបាយក្នុងសម័យទាមទារឯករាជ្យចលនាអក្សរសាស្ត្រខ្មែរក៏ដូចជាការតតាំងគ្នាផ្នែកអក្សរសាស្ត្រជាមួយអ្នកប្រាជ្ញធំៗរួមមានសម្ដេចព្រះសង្ឃរាជជួនណាតនិងចលនានយោបាយចម្រើនជឿនលឿននិយមដោយក្រោយមកបានក្លាយជាវិលពិឃាតសម្រាប់មនុស្សរាប់លាននាក់នារបបកម្ពុជាប្រជាធិបតេយ្យប៉ុលពតជុំវិញរបបវិលពិឃាតនេះលោកបណ្ឌិតកេងវណ្ណស័ក្តិក៏ត្រូវបានគេនិយាយថាបានចូលរួមក្នុងចលនានយោបាយចម្រើនដែលជាការសម្ដៅដល់ក្រុមឆ្វេងនិយមខ្មែរនៃបព្វពួកប៉ុលពតអៀងសារីដែលជាមេដឹកនាំនៃរបបវិលពិឃាតសម្រាប់មនុស្សប្រមាណជា1,700,000 នាក់ចំពោះទំនាក់ទំនងរបស់បណ្ឌិតកេងវណ្ណស័ក្តិជាមួយនឹងពួកមេដឹកនាំខ្មែរក្រហមនោះលោកនួនជាអតីតប្រធានសភាកម្ពុជាប្រជាធិបតេយ្យនិងជាបងធំទី2នៃរបបនោះបាននិយាយថាកេងវណ្ណស័ក្តិមិនមែនជាមេខ្មែរក្រហមទេលោកនួនជាបាននិយាយនៅក្នុងបទសម្ភាសន៍កាលមុនគេចាប់ខ្លួនថាទស្សនៈរបស់កេងវណ្ណស័ក្តិនិងទស្សនៈរបស់សាឡុតសឲ្យជ្រៅទៅមិនដូចគ្នាទេពីព្រោះកេងវណ្ណស័ក្តិជាបញ្ញាជនជាន់ខ្ពស់ខុសពីសាឡុតសជាបញ្ញវន្តមែនតែខាងបច្ចេកទេសលោកនួនជាបាននិយាយអំពីភាពខុសគ្នាថានិយាយរួមទៅដល់ទីចុងបំផុតកេងវណ្ណស័ក្តិគាត់កិច្ចរត់ចេញពីស្រុកទៅឯសាឡុតសអត់ចេញពីស្រុកទេគាត់នៅស្រុកខ្មែរបន្តការដឹកនាំតទៅទៀតនេះជាគោលជំហរមួយធំណាស់លោកនួនជាបានអធិប្បាយថែមទៀតថាកេងវណ្ណស័ក្តិមិនមែនជាមេដឹកនាំនៃចលនាចម្រើននិយមនៃក្រុមប៉ុលពតអៀងសារីទេ
យ៉ាងណាមិញចំពោះមូលហេតុដែលលោកបណ្ឌិតកេងវណ្ណស័កមានទំនាក់ទំនងជាមួយនឹងក្រុមមេដឹកនាំខ្មែរក្រហមគឺដោយសារនៅសម័យនោះលោកបណ្ឌិតកេងវណ្ណស័កតែងតែទាស់ជាមួយនឹងអ្នករដ្ឋការដោយលោកយល់ថាអ្នកដឹកនាំនៅសម័យនោះសុទ្ធតែជាជនពុករលួយគ្មានឧត្តមគតិស្នេហាជាតិអ្វីឡើយយ៉ាងណាក៏ដោយគាត់បានអធិប្បាយថាគឺពួកប៉ុល ពត អៀង សារីនោះទេដែលតាមទៅរកគាត់មិនមែនគាត់ដើរតាមពួកនោះឡើយលោកអ្នកនាងជាទីគោរពសូមបញ្ជាក់ថាលោកបណ្ឌិតសាស្ត្រាចារ្យកេងវណ្ណស័កមានឈ្មោះល្បីសុសសាយក្នុងសង្គមខ្មែរនាចំនួនក្រោយៗនេះលោកគឺជាមនុស្សពូកែម្នាក់មិនងាយនឹងរកមនុស្សដទៃណាមកប្រៀបធៀបបានឡើយនៅយុវវ័យពេលប្រឡងជាប់មធ្យមសិក្សាប័ណ្ណភាគ2ខាងផ្នែកទស្សនវិជ្ជានៅឆ្នាំ1946លោកបានទៅបន្តការសិក្សានៅប្រទេសបារាំងនៅក្រុងប៉ារីសប្រទេសបារាំងពេលកំពុងសិក្សាលោកបានធ្វើជាជំនួយការសាស្ត្រាចារ្យភាសាខ្មែរនៅសាលាភាសាបូព៌ាប្រទេសពីឆ្នាំ1947រហូតដល់ឆ្នាំ1951នៅក្នុងចន្លោះពេលនោះលោកបានប្រឡងជាប់បរិញ្ញាបត្រអក្សរសាស្ត្រផ្នែកទស្សនវិជ្ជានៅមហាវិទ្យាល័យអក្សរសាស្ត្រមនុស្សសាស្ត្រក្រុងប៉ារីសនៅឆ្នាំ1951ភាពពិតដែលយើងអាចមើលឃើញជាក់ស្ដែងមិនអាចប្រកែកបាននៅក្នុងអាយុវវ័យលោកបណ្ឌិតកេងវណ្ណស័កជាមនុស្សម្នាក់ពូកែវៃឆ្លាតនិងមានសមត្ថភាពខ្ពង់ខ្ពស់ក្នុងការសិក្សារៀនសូត្ររហូតបានជាប់មធ្យមសិក្សាប័ណ្ណភាគ2ហើយនៅក្នុងសម័យកាលនោះពុំសូវមានមនុស្សណាមានសមត្ថភាពសិក្សារៀនសូត្ររហូតដល់ឧត្តមសិក្សាបានឡើយលោកបណ្ឌិតខេងហុកឌីបានសរសេរក្នុងការសិក្សាស្រាវជ្រាវរបស់លោកត្រង់នេះថាចំពោះគ្រូធំនេះលោកមានឥទ្ធិពលយ៉ាងខ្លាំងក្លាណាស់ទៅលើសិស្សនិស្សិតនិងសាស្ត្រាចារ្យភាសាខ្មែរនានាពេញទាំងប្រទេសកាលនៅយុវវ័យលោកបានសរសេរកម្រងកំណាព្យចិត្តក្រមុំមាន11កំណាព្យហើយអត្ថបទទី1សរសេរនៅឆ្នាំ1945កាលលោកនៅជាសិស្សវិទ្យាល័យស៊ីសុវត្ថិកម្រងអត្ថបទទាំងនេះលោកតាក់តែងឡើងក្នុងឆ្នាំ1945ដល់ឆ្នាំ1950គឺពេលលោកនៅជាសិស្សនិងនិស្សិតនៅវិទ្យាល័យស៊ីសុវត្ថិក្រុងភ្នំពេញនៅក្រុងឡុងដុងនិងនៅក្រុងប៉ារីសលោកបណ្ឌិតខេងហុកឌីបានសរសេរបញ្ជាក់យ៉ាងច្បាស់បន្ថែមលើកម្រងអត្ថបទកំណាព្យទាំងអស់សុទ្ធតែសរសេរឡើងក្នុងរចនាបថទំនៀមទម្លាប់គឺគ្រប់វិធីចាប់ចងជួនដោយកំណាព្យសម័យមុនដែរតែអត្ថន័យអត្ថរសពាក្យពេចន៍ពោពេញទៅដោយតថនិយមគឺបង្ហាញពីការរំជួយចិត្តរបស់កវីផ្ទាល់និងភាពពិតនៃសង្គមខ្មែរយើងនៅសម័យនោះខ្ញុំនឹងធ្វើការចុះផ្សាយកម្រងកំណាព្យខ្លះៗរបស់លោកនៅក្នុងនីតិបន្ទាប់ត្រង់នេះក៏អាចបញ្ជាក់ឲ្យយើងឃើញថាលោកបណ្ឌិតសាស្ត្រាចារ្យកេងវណ្ណស័កមិនមែនស្ថិតនៅក្នុងគ្រួសារដែលមានបញ្ហាចម្រូងចម្រាសច្របូកច្របល់ណាមួយឡើយប៉ុន្តែជាគ្រួសារដ៏មានសមត្ថភាពនិងប្រកបដោយភាពខ្នះខ្នែងក្នុងការលើកស្ទួយបុត្រធីតាឲ្យមានការសិក្សារៀនសូត្រទាំងសីលធម៌ទាំងវប្បធម៌បានយ៉ាងខ្ពង់ខ្ពស់ដោយមេត្តាអាណិតស្រឡាញ់គ្រប់បែបយ៉ាងនៅក្នុងសង្គមរស់នៅការដាក់ជំនឿអរូបីទៅលើបាតុភូតធម្មជាតិក្នុងថ្ងៃកំណើតលោកបណ្ឌិតកេងវណ្ណស័កអាចមកពីការច្រណែនឈ្នានីសស្អប់គុំគួនរបស់គ្រួសាររាជវង្សក្នុងសម័យនោះក៏ថាបានតួយ៉ាងដោយធ្លាប់មានជាឧទាហរណ៍ដ៏គ្រោះថ្នាក់មួយនៅក្នុងប្រវត្តិសាស្ត្រកាលពីអតីតកាលក្នុងរាជព្រះបាទស្រីសុគន្ធបុត្រដោយទ្រង់ព្រះសុបិននិមិត្តឃើញមាននាគធំមួយមានឫទ្ធិមហិមាមកដេញព្រះអង្គនិងមនុស្សម្នាឲ្យរត់ចេញអស់ពីព្រះរាជវាំងហើយព្រោះពឺជាភ្លើងឆេះរៀលដាលពេញទាំងព្រះមហានគរអំណាចភ្លើងនោះក្តៅពុនប្រមាណណាស់ឃើញហាក់ដូចជានាគនោះស្ទុះចូលមកខាំពួមឆ្វេតឆ័ត្រនាំទៅកាន់ទិសបូព៌ាព្រះអង្គបានយកសុបិននិមិត្តទៅឲ្យហោរាទស្សទាយហោរានិងមន្ត្រីរាជវាំងដែលមានការច្រណែនគុំគួនស្អប់ខុនលួងព្រះស្ដេចកនដែលកើតឆ្នាំរោងត្រូវនឹងពងនាគជាមនុស្សម្នាក់មានឋានៈមកពីពលព្រះមានសតិបញ្ញាវៃឆ្លាតសិក្សារៀនសូត្រអ្វីឆាប់ចេះឆាប់ចាំគ្រប់បែបយ៉ាងហើយត្រូវបានតែងតាំងជាខុនលួងព្រះស្ដេចធ្វើឲ្យពួកមន្ត្រីបរមរាជវាំងមិនពេញចិត្តហើយថែមទាំងចង់កម្ចាត់ចោលឲ្យផុតទៅហោរាតាំងលេខតម្រាគុណគូបោកហាត់ទៅទៀតដឹងច្បាស់ក្នុងតម្រាហើយក្រាបទូលថារាជសត្រូវនោះនៅក្នុងព្រះនគរវាកើតឆ្នាំរោងពងនាគទំនាយនេះឃើញចំពោះត្រូវត្រង់ខ្លួនខុនលួងព្រះស្ដេចកនត្បិតជាតារាសីរបស់វាកំពុងឡើងខ្លាំងណាស់ទំនាយថាបើកើតកលយុគម្ដងនេះគឺកើតមកពីខុនលួងព្រះស្ដេចកននេះឯងព្រោះវាកើតឆ្នាំនាគ
នាគដើមឆ្នាំនេះកំពុងក្លាហានណាស់សូមទ្រង់ជ្រាបសូមព្រះអង្គស្ដេចកុំប្រហែសព្រះអង្គឡើយចាប់តាំងពីពេលនោះមកព្រះសកុណបុត្រក៏រៀបចំគម្រោងដើម្បីកម្ចាត់ខុនលួងព្រះស្ដេចកូនចៅដោយធ្វើកិច្ចកលទៅបងសំណាញ់និងសម្លាប់ខុនលួងចោលនៅកណ្ដាលទន្លេទឹកជ្រៅខុនលួងព្រះស្ដេចកូនមិនស្លាប់ហើយបានរត់ទៅរកទ័ពច្បាំងក្បត់ផែនដីមែនតែម្ដងទៅរឿងមិនចោះសម្រងគ្នាមិនទុកចិត្តគ្នាបានអូសបន្លាយនៅក្នុងសង្គមខ្មែរយើងមិនចេះចប់មិនចេះហើយការផ្ទុះសង្គ្រាមការសម្លាប់គ្នាក៏មិនចប់មិនហើយការខាតបង់ពិតប្រាកដគឺជាជាតិខ្មែរខ្លួនឯងសូមកត់ចំណាំថានៅឆ្នាំ1952លោកបណ្ឌិតសាស្ត្រាចារ្យកេងវណ្ណស័កបានបង្កើតម៉ាស៊ីនអង្គុយលេខអក្សរខ្មែរដោយលោកបាននិយាយរៀបរាប់ថាអ្វីដែលជាកង្វល់ធំជាងគេគឺដើម្បីឲ្យប្រទេសកម្ពុជាបានឯករាជ្យនោះទាល់តែខ្មែរមានពុម្ពអក្សរប្រើព្រោះมันអាចពឹងពាក់លើការសរសេរអក្សរនិងដៃក្នុងកិច្ចការរដ្ឋនោះទេហេតុដូច្នេះហើយជាលទ្ធផលនោះបណ្ឌិតកេងវណ្ណស័កគឺជាអ្នកដែលបានបង្កើតអង្គុយលេខប្រើភាសាខ្មែរមុនគេលោកបាននិយាយថាខ្ញុំខំធ្វើម៉េចឲ្យប្រើភាសាខ្មែរបានសរសេរអក្សរជាអក្សរពុំបានហើយយកមកប្រើផងដើម្បីឲ្យយើងអាចបានឯករាជ្យបាននេះជាបញ្ហាធំចំនួនหนึ่งព្រោះថាឯករាជ្យមិនកើតបើយើងអត់មានពុម្ពអក្សរសរសេរដៃកិច្ចការរដ្ឋទៅមិនទាន់ទេចំនួននោះមិនទាន់មានម៉ាស៊ីនសរសេរទេលោកអ្នកនាងជាទីមេត្រីនៅក្នុងឆ្នាំ1952ដដែលនោះលោកបានវិលពីប្រទេសបារាំងត្រឡប់មកកម្ពុជាវិញលោកបានទទួលមុខនេតិជាសាស្ត្រាចារ្យនៅវិទ្យាល័យស៊ីសវត្តចរន្តនយោបាយប្រទេសកម្ពុជាមានការរំជើបរំជួលបន្ទាប់ពីការគ្រោងទុកដោយសន្ធិសញ្ញាក្រុងស៊ឺណែវក្នុងឆ្នាំ1954លោកបណ្ឌិតសាស្ត្រាចារ្យកេងវណ្ណស័កដែលជាបញ្ញជនលើកដំបូងបំផុតនៃប្រទេសកម្ពុជាត្រូវបានតែងតាំងជាមេដឹកនាំនៃគណៈបកប្រជាធិបតេយ្យនៅពេលបោះឆ្នោតនីតិបញ្ញត្តិគណៈបកប្រជាធិបតេយ្យគឺជាគណៈបកមួយប្រឆាំងនឹងគណៈបករាជានិយមគឺបកសង្គមរាស្ត្រនិយមរបស់លោកនរោត្តមសីហនុហើយបានចាញ់ឆ្នោតលោកកេងវណ្ណស័កមេដឹកនាំគណៈបកប្រជាធិបតេយ្យត្រូវគេចោទប្រកាន់ថាបានរៀបចំផែនការសម្លាប់មេដឹកនាំបេក្ខភាពសង្គមរាស្ត្រនិយមហើយត្រូវគេចាប់ដាក់គុកនៅខែកញ្ញាឆ្នាំ1955គឺជាសោកនាដកម្មមួយដ៏ខ្លាំងក្លាណាស់ដែលគេនាំគ្នាធ្វើទុកបុកម្នេញទៅលើបញ្ញជនម្នាក់ដែលគ្រាន់តែមាននិន្នាការនយោបាយផ្សេងគ្នារាជរដ្ឋាភិបាលសង្គមរាស្ត្រនិយមរបស់សម្ដេចនរោត្តមសីហនុបានចាប់លោកដាក់គុកនៅថ្ងៃទី13ខែកញ្ញារហូតដល់ថ្ងៃទី10ខែតុលាឆ្នាំ1955ជាថ្មីម្ដងទៀតនៅក្នុងវ័យ37ឆ្នាំបណ្ឌិតកេងវណ្ណស័កក៏ត្រូវបានគេចាប់ដាក់គុកម្ដងទៀតគឺក្នុងឆ្នាំ1968ពីបទសង្ស័យថាបានបង្កើតភាពច្របូកច្របល់រំជើបរំជួលក្នុងការចាត់ចែងអក្សរសាស្ត្រជាតិកាលគាត់ធ្វើជាសាស្ត្រាចារ្យនៅពុទ្ធិកសាកលវិទ្យាល័យសីហនុរាជនោះគឺជាដំណាក់កាលនៃសង្គ្រាមអក្សរសាស្ត្រដែលក្រុមបណ្ឌិតកេងវណ្ណស័កមានកម្លាំងតិចជាងនិងអ្នកគាំទ្រតិចជាងបានប្រឈមតទល់ថ្វីបើមិនចំហនិងចំពោះមុខផ្ទាល់ជាមួយសម្ដេចសង្ឃរាជជួនណាតកាលនោះយោងតាមមន្ត្រីបុគ្គលិកសិក្សាប្រទេសកម្ពុជាថាបណ្ឌិតកេងវណ្ណស័កគឺជាបុគ្គលិកសិក្សាដើមខ្សែថ្នាក់ទី1ហើយដែលគេស្គាល់ថាជាអ្នកដែលពុំមានយោបល់ស្របនឹងបញ្ញជននិងអ្នកដឹកនាំដទៃណាទៀតឡើយលោកមើលឃើញថាអ្នកដឹកនាំទាំងនោះពុំមានឆន្ទៈដឹកនាំប្រទេសខ្មែរឲ្យរួចចាកផុតពីការលេបត្របាក់យករបស់បរទេសជិតខាងជាពិសេសបារាំងនិងវៀតណាមនោះទេពេលជាប់គុកនេះហើយដែលលោកបានសរសេរចម្រៀងកំណាព្យសោកការអាល័យក្រោមចំណងជើងថាគុកកាមកិលេសដែលធ្វើឲ្យយើងអន្លង់អន្លួចខ្លោចផ្សាររាប់ពាន់ប្រមាណយើងខ្ញុំសូមបង្ហាញឃ្លាមួយចំនួនដែលលោកបណ្ឌិតកេងវណ្ណស័កបានតែងឡើងនៅពេលជាប់គុកដូចតទៅប្រលឹងមាសអើយបងជាប់គុកហើយខានឃើញកណថាឃើញតែជញ្ជាំងរារាំងនេត្រាភ្ញាក់ឡើងកាលណាឃើញតែខ្លួនឯងប្រលឹងមាសអើយទុកបងមិនស្បើយកណ្ដោចកណ្ដែងថ្ងៃយប់ទុកព្រួយជាប់មួយកន្លែងឃើញតែខ្លួនឯងឆ្ងាយពីជីវ៉ាដាច់ដុលរនាងតូច4ជញ្ជាំងធំសៅអស្ចារ្យខាងលើដំបូលខាងក្រោមថ្មដាងាកមើលទៅណាអ្នកយាមមើលដែរប្រលឹងមាសអើយកាលបងគៀកកោយសូមស្និទ្ធសូមស្នេហ៍អូនស្រែកថាទេមាសមេកិច្ចកែថាចាំទាល់តែបងឃើញជញ្ជាំងលោកអ្នកនាងជាទីមេត្រី
បទកំណាព្យពាក្យសម្ដីក្នុងកាព្យទាំងនេះហើយអាចធ្វើឲ្យយើងធ្វើការសិក្សាពីភាពប្រកបនិយមនិងពីភាពទន់ភ្លន់នៃកវីដ៏ពោពេញទៅដោយវោហារជានិមិត្តរូបអារម្មណ៍ផ្អែមត្រជាក់ពីរសមានន័យដ៏ធំធេងដោយឥតបានរករឿងតវ៉ាអ្វីសោះឡើយមុននឹងចាប់ផ្ដើមលោកបានពន្យល់យ៉ាងច្បាស់អំពីគុកនៅទីនេះគឺមិនមែនមានសេចក្តីខ្លឹមសារត្រឹមតែជានាមប្រសាពគឺរណ្ដៅដែលគេជីកលងដីធ្វើជាជើងក្រានសម្រាប់ដាំខ្ទះឬថ្លាងធំស្ងោររងាស់ដាំស្លឬក៏ជាកន្លែងសម្រាប់ដាក់ឃុំឃាំងមនុស្សទោសនោះទេគុកដែលលោកបានពោលលើកឡើងគឺមានន័យប្រៀបធៀបគឺខ្លួនឯងជាប់នឹងខ្លួនឯងជាគុកគឺថាយើងនៅជាប់ជំពាក់វៈវិននឹងខ្លួនឯងនេះជានិច្ចមិនអាចចេញទៅណាបានហើយខ្នោះច្រវាក់ឬជញ្ជាំងគុកដែលឃុំចងខ្លួនឯងនោះគឺចិត្តនាមរូបកាយដែលការរស់នៅរងសុខទុក្ខវេទនានឹងឯងបច្ចុប្បន្នក៏គុកអតីតកាលក៏គុកអនាគតក៏គុកក្នុងខ្លួនក៏គុកក្រៅខ្លួនក៏គុកទាំងអស់លោកបានបន្ទោសទៅលើកម្មផលដោយពាក្យយ៉ាងសុភាពរៀបសារទន់ភ្លន់យ៉ាងពិរោះបែបពុទ្ធនិយមទៅវិញថាឲ្យបងបានអីលួងលោមស្រស់ស្រីក្រៅពីចិន្តាសូមអូនកុំឆ្ងល់កម្មផលទេណាឲ្យបងអាសាបាត់បង់សេរីកាលបងនៅក្មេងកាលគ្មានអីលេងបងបានចាប់ត្រីដាក់ដបចិញ្ចឹមត្រីក្រឹម2 3បំបត្តិសេរីមច្ឆាកំសត់រស់គឺប្រាថ្នាសង្ឃឹមចេតនារាល់រូបរាងកាយទោះបានក្រីក្របានអបានស្ដាយព្រួយឬសប្បាយសង្ឃឹមទៀតដែរលោកអ្នកនាងជាទីមេត្រីយើងឃើញទឹកចិត្តដ៏មោះមុតរបស់កវីដែលស្វិតក្រៀមស្រពោនប្រើវិធីលួងលោមខ្លួនឯងមួយយ៉ាងដោយទស្សនៈបរិសុទ្ធនិយមក្នុងសិលធម៌មនុស្សជាតិយ៉ាងខ្ពង់ខ្ពស់ដោយក្តីស្រឡាញ់ស្នេហានិងក្តីសង្ឃឹមជានិច្ចឲ្យតែរស់គឺសង្ឃឹមជាដរាបតម្លៃជីវិតមនុស្សរស់នៅគឺសង្ឃឹមយកសេចក្តីសង្ឃឹមទៅវាយបំបែកឲ្យធ្លាយជញ្ជាំងគុកកាមកិលេសហើយនឹងប្រែទៅជាស្ថានសួគ៌វិញកំណាព្យគុកកាមកិលេសត្រូវបានបោះពុម្ពផ្សាយនៅពេលដែលលោករួចខ្លួនចេញពីគុកហើយបានទទួលឥទ្ធិពលដ៏ខ្លាំងក្លាទៅលើកវីនិពន្ធខ្មែរនៅចំនួននោះពីឆ្នាំ1958ដល់ឆ្នាំ1962លោកមានតំណែងជាព្រឹទ្ធបុរសមហាវិទ្យាល័យអក្សរសាស្ត្រនិងមនុស្សសាស្ត្រនិងជាចាងវាងវិទ្យាស្ថានជាតិគរុកោសល្យក្នុងអំឡុងឆ្នាំ1958ដល់ឆ្នាំ1960លោកបានទៅបង្រៀនអក្សរសាស្ត្រវប្បធម៌អរិយធម៌ខ្មែរនៅមហាវិទ្យាល័យអក្សរសាស្ត្រនិងមនុស្សសាស្ត្រហើយនិងពុទ្ធិកសាកលវិទ្យាល័យភ្នំពេញរហូតដល់ឆ្នាំ1968នៅពាក់កណ្ដាលឆ្នាំ1968រដ្ឋាភិបាលបញ្ឈប់លោកឲ្យលែងបង្រៀនហើយបានឲ្យភ្នាក់ងារឃ្លាំមើលគេហដ្ឋានលោកទៀតដោយលោកជាប់ចោទថាជាអ្នកបំបះបំបោរនិស្សិតនិងសិស្សនានាឲ្យធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលចំនួននោះអាជ្ញាធរចំនួននោះបានឆែករករកនៅផ្ទះសាស្ត្រាចារ្យនេះឃើញមានសៀវភៅម៉ាកនិងម៉ៅនិងទស្សនាវដ្តីប្រទេសចិនឡាក់នៅបណ្ណាល័យផ្ទាល់ខ្លួនលោកជាហេតុនាំឲ្យអាជ្ញាធរក្រសួងសន្តិសុខចាប់លោកឃុំនៅរាជបណ្ឌិតសភានគរបាលជាមួយលោកសូណែមនិងលោកភួងកុនដោយចោទថាជាពួកកុម្មុយនីសនិយមបានបំបះបំបោរនិស្សិតនិងប្រជាជនឲ្យប្រឆាំងនឹងរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយមបន្ទាប់ពីសភាពការនយោបាយនៅឆ្នាំ1970ដែលធ្វើឡើងដោយឧត្តមសេនីយ៍លន់ នល់ប្រទេសកម្ពុជាបានក្លាយជាសាធារណរដ្ឋខ្មែររដ្ឋាភិបាលថ្មីបានផ្ដល់នីតិសម្បទាឲ្យលោកវិញហើយបានបង្កើតវិទ្យាស្ថានខ្មែរមនដោយតែងតាំងលោកជាមេដឹកនាំស្ថាប័ននេះក្នុងគោលបំណងលើកតម្កើងវប្បធម៌ខ្មែរមនឲ្យខ្ពង់ខ្ពស់ដើម្បីឲ្យជនជាតិខ្មែរមានមោទនភាពជាខ្មែរនិងបង្រួបបង្រួមខ្មែរទូទៅជុំវិញកេរមរតកវប្បធម៌នេះជាអាវុធអាចប្រឆាំងនឹងចក្រពត្តិវៀតណាមកុម្មុយនីសលោកបានធ្វើនិក្ខេបបទមួយដែលបានការពារនៅសាកលវិទ្យាល័យសបោននៅឆ្នាំ1971មានចំណងជើងថាការស្វែងរកប្រវត្តិវប្បធម៌ខ្មែរដែលជាការស្រាវជ្រាវរកឫសគល់មួយនៃវប្បធម៌ខ្មែរសាស្ត្រាចារ្យកេងវណ្ណស័ក្តិជាបញ្ញាជនមួយរូបដ៏កម្រដែលមានចក្ខុវិស័យនិងគំនិតសកលវែងឆ្ងាយលើកវប្បធម៌អរិយធម៌ខ្មែរយើងលោកសាស្ត្រាចារ្យរូបនេះមានឥទ្ធិពលទៅលើសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរជាច្រើនជំនាន់នៅស្រុកខ្មែរយើងក្រោយបានទទួលតំណែងជាผู้ช่วยប្រតិភូអចិន្ត្រៃយ៍នៅអង្គការ UNESCO ឬហៅជាភាសាអង់គ្លេសថា UNESCO ក្នុងក្រុងប៉ារីសនៅឆ្នាំ1971ហើយបន្ទាប់មក
មានតួនាទីជាភារៈធារីនៃរដ្ឋាភិបាលសាធារណរដ្ឋខ្មែរប្រចាំម៉ុងម៉ូរងស៊ីនៅជាក្រុងប៉ារីសនៅម៉ុងម៉ូរងស៊ីឆ្នាំ1972លោកបណ្ឌិតកេងវណ្ស័កបានបោះពុម្ពកំណាព្យចម្រៀងចាប៉ីអន្ត្រែងកុំលិតក្តោឯងអន្ត្រែងឲ្យគេដែលហាក់មើលទៅដូចជាចម្រៀងសោការមួយទៀតដ៏កំសត់ផុសចេញពីបេះដូងមនុស្សម្នាក់ដ៏ស្លូតបូតពូកែវោហាសាសមានប្រាជ្ញាវៃឆ្លាតពោពេញដោយសមត្ថភាពដោះស្រាយបញ្ហាផ្សេងមានបញ្ហាស្រុកទេសជាដើមតែដល់ពេលចូលជ្រាបភាពស្រុកចោះដុនដាបខ្មែរបែកសាមគ្គីគ្នាអ្នកកាន់អំណាចខ្មែរមានចិត្តទន់ខ្សោយខ្មាំងចូលរុករៀនពីពេញស្រុកលោកបណ្ឌិតសាស្ត្រាចារ្យហាក់ធ្វើអ្វីលែងការតទៅទៀតនៅក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុនៅក្នុងស្រុកខ្មែរលោកធ្លាប់មានប្រសាសន៍ថាកាលនឹងខ្ញុំជាអ្នកស្រឡាញ់ជាតិស្រឡាញ់ស្រុកស្រឡាញ់ខ្មែរនឹងហើយដឹងថាខ្មែរនឹងកំពុងតែជាប់ភាសាបារាំងភាសាចិនភាសាយួនដោយសារមេដឹកនាំខ្មែរពុករលួយដោយសារស្ដេចយើងដឹងអានឹងទៅឈឺចាប់រហូតអញ្ចឹងមកគួរបញ្ជាក់ផងដែរថាចម្រៀងភ្លេងស្ដាប់ចម្រៀងឬច្រៀងលេងភ្លេងតន្ត្រីគឺជាគ្រឿងឧបករណ៍នៃការលួងលោមចិត្តម្យ៉ាងកុំឲ្យសោកសៅឬនឿយហត់ពេកចម្រៀងចាប៉ីគឺជាចម្រៀងខ្មែរសុទ្ធសាធតាំងពីបុរាណកាលមកច្រើនលើកច្រៀងអំពីរឿងជាដកទោះជាដកលាយឡំដោយវោហាសាសលេបខាយពាក្យសម្ដីចងជួនកំប្លែងរស់រវើកនៃពិធីបុណ្យធ្វើឲ្យពិធីបុណ្យសប្បាយរីករាយអឹកថឹកពន់ពេកណាស់ហើយបានជាទីពេញនិយមរបស់ប្រជាជនខ្មែរចាស់ក្មេងគ្រប់ច្រកល្ហកទូទៅអន្ត្រែងចម្រៀងចាប៉ីរបស់លោកបណ្ឌិតសាស្ត្រាចារ្យកេងវណ្ស័កមិនមែនច្រៀងពីរឿងទោះជាដកនោះទេតែមានន័យពីរសជក់ចិត្តដូចជារឿងជាដករឿងរាមកេរ្តិ៍ផងដែរព្រោះមានអត្ថន័យប្រៀបធៀបក្នុងបញ្ហាសង្គមបញ្ហានយោបាយដឹកនាំស្រុកជាដើមដែរអន្ត្រែងកំលិតក្តោឯងដើរអន្ត្រែងឲ្យគេក៏មានន័យថាអ្នកប្រព្រឹត្តនៅកំហុសខ្លួនឯងសោះក៏យកទៅបោះទម្លាក់កំហុសឲ្យគេចោទប្រកាន់គេដោយទោសផ្សេងហើយក៏ចាប់ទាំងមេទាំងកូនតែម្ដងគឺជាបទពិសោធន៍ដ៏វែងឆ្ងាយនៃសកម្មភាពក្នុងឆាកនយោបាយស្រុកទេសដែលលោកបណ្ឌិតសាស្ត្រាចារ្យកេងវណ្ស័កចង់លាតត្រដាងបង្ហាញមហាជនឲ្យបានឃើញបានដឹងច្បាស់គ្រប់គ្នាសូមឲ្យដឹងផងដែរថាលោកបណ្ឌិតកេងវណ្ស័កបានបន្សល់ទុកនៅស្នាដៃផ្នែកអក្សរសាស្ត្រជាច្រើនដូចជារឿងសាច់មិនបានស៊ីយកឆ្អឹងព្យួរកអន្តិតគោលូតចិត្តក្រមុំគុកកាមកិលេសលបែងលបោយខ្មែរស្លាប់ខ្មែររស់និងការនិពន្ធជាភាសាបារាំងវិញដូចជាសំណេរ Golke Alspec Dollar Literature ឈើខ្មែររឿងរាមកេរ្តិ៍ដែលបានបោះពុម្ពនៅកម្ពុជាអត្ថបទនៃនិក្ខេបបទវប្បធម៌ខ្មែរដ៏ល្អនិងកម្ររកបាននិងកំណាព្យជាភាសាបារាំងឈ្មោះថា Trendy Day Dan Papul មិនត្រឹមតែប៉ុណ្ណោះលោកគឺជាអ្នកបង្កើតពុម្ពអក្សរខ្មែរសម្រាប់ប្រើក្នុងម៉ាស៊ីនអង្គុលីលេខនិងធ្លាប់បាននិពន្ធសៀវភៅស្រាវជ្រាវវប្បធម៌អក្សរសាស្ត្ររឿងល្ខោនកំណាព្យនិងរឿងខ្លីៗតាំងពីទសវត្សរ៍ឆ្នាំ1940មកម្លេះសូមបញ្ជាក់ឲ្យដឹងថាលោកបណ្ឌិតសាស្ត្រាចារ្យកេងវណ្ស័កបានទទួលមរណភាពដោយសារជំងឺទឹកចូលសួតកាលពីថ្ងៃទី18ខែធ្នូឆ្នាំ2008សពកវីនិពន្ធអក្សរសាស្ត្រខ្មែរដ៏ល្បីល្បាញនិងជាស្ថាបនិកអង្គុលីលេខខ្មែរសម័យទសវត្សរ៍ឆ្នាំ1950គឺលោកបណ្ឌិតកេងវណ្ស័កត្រូវបានគេដង្ហែចេញពីទីតម្កល់ទៅកាន់ទីបច្ឆាមួយកន្លែងនៅទីក្រុងប៉ារីសប្រទេសបារាំងនៅថ្ងៃទី23ខែធ្នូឆ្នាំ2008ដើម្បីបូជាយកអធិធាតុទៅតម្កល់ជាមួយមាតារបស់លោកនៅកម្ពុជាដោយមានព្រះសង្ឃស្វាធ្យាយព្រះសត្តបករណាភិធម្មបាំងស្កុលឧទ្ទិសកុសលបច្ឆាមរណៈផងដែរ